សូមស្វាគមន៍មកកាន់កម្មវិធីប្រកួតអក្ខរវិញ្ញាថ្នាក់ចំណេះទូទៅភាសាខ្មែរសូមភ្ញៀវកិត្តិយសគណៈកម្មការលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សក្រោកឈរដើម្បីស្វាគមន៍វត្តមានរបស់លោកស្រីសឿនសុភត្រាវតីនាយិការងសាលារៀន Norway សូមអបអរសាទរអ្នកស្រីធានធីតាចំណាប់បញ្ចុះបន្ទុកនឹងពួកគណៈកម្មការទី2អ្នកស្រីកុំកំឈរជាអ្នកកំណត់នីតិសូមអបអរសាទរគណៈកម្មការទី3កញ្ញាមឿងចន្ទនាជាអ្នកហៅពាក្យនឹងចុចលេខរៀងគណៈកម្មការទី4កញ្ញានាងភីមជាអ្នកទាមទាត់ពាក្យសូមអបអរសាទរជាបន្តទៅទៀតនេះខ្ញុំបាទសូមប្រកាសបើកនៅកម្មវិធីប្រកួតអក្ខរវិញ្ញាថ្នាក់ចំណេះទូទៅភាសាខ្មែរដូចតទៅសូមអបអរសាទរខ្ញុំមកសូមគោរពជំរាបសួរអ្នកស្រីនាយិកាគណៈកម្មាធិការលោកគ្រូអ្នកគ្រូនិងសួស្តីមកអាណាព្យាបាលនិងសួស្តីមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំបាទភូមិសាស្ត្ររក្សាជាសិស្សថ្នាក់ទី3ខ1នៃសាលារៀន Norway ហើយសាខាទី2សូមអរគុណពាក្យចំអិនមហូបម្ដងទៀតចំអិនមហូបចមកចំអល់ស្រែណូមកចំហស្រោបត្រឹមត្រូវពាក្យនឿយហត់ម្ដងទៀតនឿយហត់នៅស្រៈអឿយោហតបន្តត្រឹមត្រូវពាក្យទេសចរម្ដងទៀតទេសចរតោស្រៈអេសចរោណសញ្ញាទនឃាតត្រឹមត្រូវពាក្យញ័ររុញជួយម្ដងទៀតញ័ររុញជួយញ័រសញ្ញាសញ្ញារញ័រជំចូលស្រៈអឿយោត្រឹមត្រូវពាក្យសំដាច់ម្ដងទៀតសំដាច់សាមកចំណុចស្រៈអេចត្រឹមត្រូវជាបឋមនឹងខ្ញុំសូមគោរពជំរាបសួរលោកស្រីសឿនសុភត្រាវតីនាយិការងសាលារៀន Norway សូមគោរពជំរាបសួរអ្នកអាណាព្យាបាលសិស្សលោកគ្រូអ្នកគ្រូនិងសួស្តីបងប្អូនទាំងអស់គ្នាតាំងនាងខ្ញុំជាប្រធានគណៈកម្មការនៅក្នុងថ្ងៃនេះផងដែរនាងខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែងដែលបានឃើញថាបងប្អូនដែលជាបេក្ខជនប្រកួតទាំងអស់បានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពយ៉ាងស្វិតស្វាញតាំងពីវគ្គជំរុះជុំទី1រហូតមកដល់វគ្គផ្ដាច់ព្រាត់នៅថ្ងៃនេះផងដែរដូចនេះម្ចាស់ជ័យលាភីទាំងអស់ពួកគាត់សិតតែធ្វើអក្ខរវិញ្ញាត្រឹមត្រូវចំនួន10ពាក្យហើយពួកគាត់បានប្រើពេលវេលាតិចជាងគេអញ្ចឹងអ្នកគ្រូសូមធ្វើការប្រកាសលទ្ធផលដូចតទៅជនដែលទទួលបានជ័យលាភីលេខ3គឺប្អូនសង្កឹមវិស័យដែលគាត់បានធ្វើអក្ខរវិញ្ញាត្រឹមត្រូវចំនួន10ពាក្យនិងប្រើពេលវេលារយៈពេល31វិនាទីសូមអបអរសាទរម្ចាស់ជ័យលាភីលេខ2បានទៅលើប្អូនសួរលងហេងដែលប្អូនបានធ្វើអក្ខរវិញ្ញាត្រឹមត្រូវចំនួន10ពាក្យនិងប្រើពេលវេលាត្រឹមតែ29វិនាទីសូមអបអរសាទរម្ចាស់ពានរង្វាន់លេខ1គឺបានទៅលើប្អូនសែងរក្សាដែលប្អូនធ្វើអក្ខរវិញ្ញាត្រឹមត្រូវចំនួន10ពាក្យនិងប្រើពេលត្រឹមតែចំនួន27វិនាទីសូមអបអរសាទរបន្តទៅទៀតនេះខ្ញុំសូមអនុញ្ញាតដល់បញ្ចេញអ្នកស្រីសឿនសុភត្រាវតីនាយិការងសាលារៀន Norway ឲ្យជួយចំណាប់អារម្មណ៍ក្នុងទស្សនៈសម្ដានសូមអបអរសាទរជាបឋមនេះខ្ញុំសូមគោរពជំរាបសួរភ្ញៀវកិត្តិយសគណៈកម្មការលោកគ្រូអ្នកគ្រូនិងសួស្តីដល់បងប្អូនសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះយោងតាមរយៈការប្រកួតប្រជែងអំបញ្ញមិញខ្ញុំឃើញថារៀងស្វិតស្វាញហើយសិតតែជាបងប្អូនសិតតែជាបេក្ខជនដែលមានសមត្ថភាពព្រោះដូចជាអត់មានបងប្អូនណាអាចប្រកបពាក្យក្រុម7ពាក្យសិតតែបានចាប់ពី8ពាក្យឡើងទៅសឹងតែគ្រប់គ្នាអញ្ចឹងមានន័យថាបងប្អូនទាំង16រូបដែលមានវត្តមាននៅទីនេះសិតតែជាអ្នកដែលមានសមត្ថភាពហើយអ្វីដែលគ្រូចង់លើកទឹកចិត្តបងអូនគឺជាអ្នកខ្លាំងទាំង16នាក់នៅក្នុងចំណោមបេក្ខជន119នាក់អញ្ចឹងមានន័យថាមានបេក្ខជនជាច្រើនដែលគាត់អត់ទាន់អាចបានមកដល់នៅចំណុចនេះប៉ុន្តែយើងបានមកដល់នៅចំណុចនេះអញ្ចឹង អ្វីដែលអ្នកគ្រូចង់ផ្ដាំកូនត្រូវមានមោទនភាពចំពោះខ្លួនឯងហើយយើងត្រូវខិតខំបន្តទៀតព្រោះដោយសារតែកម្មវិធីរបស់សាលា
គឺយើងធ្វើជារៀងរាល់ឆ្នាំទេហើយបេក្ខជនសិស្សានុសិស្សទាំងអស់សុទ្ធតែមានសិទ្ធិនិងមានឱកាសនៅក្នុងការចូលរួមការប្រកួតប្រជែងអញ្ចឹងគ្រូអត់ចង់ឲ្យថាការប្រកួតប្រជែងក៏អត់ទទួលបានជ័យលាភីនៅថ្ងៃនេះក៏អាចអន់សពុនចិត្តហើយធ្វើឲ្យខ្លួនឯងបាក់ទឹកចិត្តអត់ចង់ខិតខំប្រឹងប្រែងរៀនបន្តអញ្ចឹងបើសិនជាយើងអត់ខិតខំប្រឹងប្រែងរៀនបន្តទេអញ្ចឹងយើងប្រកាសជាអត់មានឱកាសសម្រាប់ចូលរួមនៅវគ្គបន្តបន្ទាប់ទេគាត់គិតថាការចូលរួមជាជ័យជំនះដំបូងរីឯការខិតខំគឺជាមោទនភាពអញ្ចឹងចូលមានមោទនភាពនៅលើខ្លួនឯងមួយវិញទៀតអ្នកឈ្នះពិតប្រាកដគឺជាអ្នកដែលមិនបោះបង់ការព្យាយាមជាចុងក្រោយនេះខ្ញុំសូមប្រកាសទទួលស្គាល់នឹងឯកភាពនៃលទ្ធផលនៃការប្រកួតប្រជែងនៅក្នុងថ្ងៃនេះផងដែរជាទីបញ្ចប់នេះខ្ញុំសូមគោរពអរគុណដល់ភ្ញៀវកិត្តិយសគណៈកម្មការលោកគ្រូអ្នកគ្រូនិងបងប្អូនសិស្សានុសិស្សទាំងអស់សូមជួបតែសំណាងល្អនិងពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លិចឡើយសូមអរគុណ